បាទសួស្តីបងប្អូនទាំងគ្នាឥឡូវនេះយើងទៅមើលជីវិតអ្នកឡើងថ្នោតបងប្អូននេះគឺជាដើមថ្នោតបងប្អូនច្រើនណាស់គឺលក្ខណៈដាំជាជួរមើលទៅគឺស្អាតមែនតែនហើយគាត់បានបេះផ្លែថ្នោតឥឡូវគាត់ចុះមកបងប្អូនគាត់ប៉ាកែមែនតែនគាត់ឡើងគាត់ចុះអីដោយមិនដាក់ឫស្សីឬប្រអោងអីដូចគេទេណាបងប្អូនគឺគាត់មានតែខ្សែមួយពាក់នៅនឹងជើងគាត់អាចឡើងចុះបានហើយបាទឥឡូវនេះគាត់បេះបានផ្លែថ្នោតច្រើនមែនតែនបងប្អូនណាអញ្ចឹងឥឡូវនេះយើងមកមើលការកាប់ផ្លែថ្នោតរបស់គាត់គឺគាត់ជំនាញមែនតែនគាត់កាប់ផ្លែថ្នោតនេះគឺដូចជាងាយស្រួលណាបងប្អូនបើសម្រាប់ខ្ញុំវិញខ្ញុំមិនដឹងថាយកមកកាប់យ៉ាងម៉េចទេដើម្បីឲ្យវាបានសាច់បានផ្លែលក្ខណៈចេញមកល្អដូចគាត់ណាប៉ុន្តែសម្រាប់គាត់វិញគឺជាជំនាញហ្មងបងប្អូនណាគឺគាត់កាប់បានល្អណាហើយផ្លែថ្នោតរបស់គាត់គឺថ្មីបងប្អូនចូលចិត្តញ៉ាំដោយសារតែគាត់កាប់ចេញមកថ្មីគឺផ្អែមឆ្ងាញ់តែម្ដងគឺទឹកវាគឺអត់មានបែកមានអីទេគឺនៅល្អថ្មីទាំងអស់នៅពេលដែលយើងហូបទៅគឺផ្អែមមែនតើបងប្អូនគឺថ្នោតឆ្ងាញ់អញ្ចឹងបើថ្នោតដែលយើងទិញនៅតាមផ្សារឬក៏អីចឹងគឺវាអាចនឹងបែកទឹកហើយវានឹងអាចពណ៌សម្បល់អីវាមិនល្អប៉ុន្តែថ្នោតនេះគឺគាត់កាប់ថ្មីឯថ្នោតនេះគឺគាត់លក់គឺតម្លៃធូរថ្លៃដែរបងប្អូនណាមួយថង់អីគឺ3-10គ្រាប់អីគឺតម្លៃតែ4000-5000ទេបងប្អូនណាហើយថ្នោតគាត់គឺខ្ចីល្អទៀតបងប្អូនណាមិនមែនចាស់ទេព្រោះគាត់ឡើងទៅលើដើមគាត់ចេះពីរបៀបក្នុងការមើលផ្លែថ្នោតណាដែលល្មមនឹងកាប់ល្មមនឹងយកមកហូបខ្ចីល្អអញ្ចឹងគាត់មិនមែនចេះទៅកាប់យកមកចាស់ទេអញ្ចឹងគឺលក្ខណៈខ្ចីយើងហូបទៅផ្អែមទន់ឆ្ងាញ់ណាអញ្ចឹងគឺគាត់មានជំនាញក្នុងការមើលផ្លែថ្នោតនិងកាប់ផ្លែថ្នោតមែនតើបាទអញ្ចឹងអរគុណច្រើនបងប្អូនវីដេអូនេះគឺមានតែប៉ុណ្្នឹងទេណាអរគុណច្រើនហើយសង្ឃឹមថាជាចុងក្រោយនេះសូមជូនពរឲ្យបងប្អូនទាំងគ្នាជួបតែសេចក្តីសុខនិងសុខសប្បាយទាំងអស់គ្នា